ដែលបានផ្ដល់ថវិកានេះបងហាសូមចម្រើនពរសូមអោយញោមដែលចំណាយលុយសម្រាប់យើងធ្វើការងារស្អែកជាពិសេសគឺគោលបដិគោលចំហយើងកដៅគុកតែម្ដងថ្ងៃស្អែកមុខស្តានទូយួនស្តានទូយួនបងយួនជាចោប្រវត្តិសាស្ត្រយួនជាចោសួរជាតិសត្រូវសួរជាតិរបស់ប្រវត្តិសាស្ត្រខ្មែររបស់កូនខ្មែរទាំងអស់ទូទាំងពិភពលោកមិនមែនចំពោះតែស្រុកខ្មែរមួយទេហើយយួនបានលួចទឹកដីខ្មែរម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតបញ្ជូនអន្តរប្រវេសខុសច្បាប់ចូលស្រុកខ្មែរម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតមកធ្វើអាណានិគមច្បាប់នឹងគ្រប់គ្រងលើក្បាលហ៊ុនសែនម្ដងហើយម្ដងទៀតសម្រាប់คนខ្មែរម្ដងហើយម្ដងទៀតតែដូច្នេះយើងយួនមកដល់នេះយួនហែនប្រមាថមើងងាយហែនធ្លើមធំពីអមេរិកនិយាយថាទឹកដីខ្មែរកម្ពុជាក្រមគឺជារបស់យួនមកតាំងពីដូនតាជីដូនជីតារបស់យួនមកសួរថាយួនគឺជាយួនស្កៃដងពពុះទឹកប្រពន្ធនៅឯសមុទ្រសមុទ្រចិនភាគខាងជើងឯនោះហើយយួនមានអីយួនមានអីមានយួនមានអីអំណាចថាទឹកដីខ្មែរកម្ពុជាក្រមគឺជារបស់យួនហើយដូច្នេះអាត្មាភាពសូមអំពាវនាវដល់ខ្មែរអ្នកស្នេហាជាតិក្រោកឡើងទាំងអស់គ្នាខ្មែរជនរួមជាតិក្រោកឡើងប្រឆាំងយួនក្បត់ប្រឆាំងយួនឈ្លានពានបណ្ដេញយួនដើម្បីសង្គ្រោះជាតិខ្មែរយើងឲ្យតពេលវេលាបើទឹកនេះយើងមិនក្រោកឡើងទេប្រយ័ត្នថ្ងៃក្រោយគេថាខ្មែរនេះភ្នំពេញនេះគឺជារបស់គេទៀតហើយហើយដូច្នេះថ្ងៃស្អែកយើងនឹងមានធ្វើការបាតុកម្មនៅមុខស្ថានទូតយួនដោយហេតុក្បួនរបស់ចលនាកូនខ្មែរយើងបន្តហើយយើងនឹងចូលរួមយ៉ាងសកម្មនៅក្នុងបញ្ហាសង្គមជាតិក្នុងបញ្ហាប្រទេសជាតិយើងនឹងមិនទទួលយកជាដាច់ខាតក្នុងទង្វើរបស់យួនហើយយួនឯងជាសត្រូវយួនឯងជាសត្រូវប្រវត្តិសាស្ត្រគឺជាចោលួចប្រវត្តិសាស្ត្រគេត្រូវតែចេញដើម្បីដំណោះស្រាយជាប្រញាប់នៅចំពោះមុខច្បាប់បើមិនដូច្នោះទេត្រូវតែដកស្ថានទូតយួនចេញនិយាយចូលមកខ្មែរយើងយុវជនសម័យថ្មីខ្មែរអ្នកស្នេហាជាតិថ្មីមិនអនុញ្ញាតឲ្យយួនធ្វើអ្វីបានតាមទង្វើចាត់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងដាច់ខាតយួនត្រូវតែដកទូតចេញពីស្រុកខ្មែរបើមិនសមទោសខ្មែរបើមិនសង់ទឹកដីខ្មែរមិនសង់ប្រវត្តិសាស្ត្រខ្មែរទេយើងមិនត្រូវការស្ថានទូតខ្មែរសហប្រតិបត្តិការជាមួយយួននៅលើទឹកដីនៃប្រទេសយើងជាដាច់ខាតផងពីអាត្មាភាពចលនាកូនខ្មែរនិមន្តអប្រធានព្រះអង្គឲ្យជ័យអ្នកនេះលុយផងកាន់ម្ដងវិញត្រេកអរថាដែរលោកជាអ្នកប្រវត្តិសាស្ត្រដែរគឺជាអ្នកស្រឡាញ់ជាតិដូចគ្នាតែម្ដងចឹងត្រេកអរដែលញោមញាតនៅប្រទេស